កាលពីយូរលង់ណាស់មកហើយពិភពលោកមានអាកាសធាតុត្រជាក់និងងងឹតខ្លាំងណាស់នៅពេលយប់មនុស្សមិនមានវិធីក្នុងការធ្វើឲ្យខ្លួនឯងកក់ក្ដៅនិងមិនមានវិធីចម្អិនអាហារនោះទេថ្ងៃមួយពួកគេបានរកឃើញរឿងមួយដ៏អស្ចារ្យរន្ទះបានបាញ់ទៅលើដើមឈើហើយបង្កើតបានទៅជាភ្លើងយ៉ាងភ្លឺដំបូងពួកគេមិនបានដឹងអំពីភ្លើងនោះទេតើនោះគឺជាអ្វីទៅគេសាកយកដៃទៅប៉ះវាអូក្តៅណាស់គេស្រាប់តែនឹកឃើញអំពីសាច់អាំងឈ្ងុយគេក៏បានយករងើកភ្លើងដើម្បីទៅបង្កាត់ភ្លើងចម្អិនសាច់អាហារឆ្អិនមានរសជាតិឆ្ងាញ់ជាងមុនព្រមទាំងបានផ្ដល់ថាមពលកាន់តែច្រើនដល់រាងកាយនៅក្នុងការលូតលាស់និងការគិតនៅពេលមានភ្លើងគ្រប់យ៉ាងបានផ្លាស់ប្ដូរភ្លើងជួយឲ្យមនុស្សកក់ក្ដៅហើយវាអាចធ្វើជាអាវុធសម្រាប់បណ្ដេញសត្វសាហាវបានទៀតផងបន្ទាប់មកមនុស្សបានរៀនបង្កាត់ភ្លើងដោយខ្លួនឯងវិធីទី1គឺយកឈើមកត្រដោះខាត់ទៅលើបន្ទះឈើឲ្យលឿនរហូតដល់វាឡើងកម្ដៅនិងមានផ្សែងហើយបង្កើតបានទៅជាផ្កាភ្លើងហើយវិធីមួយទៀតគឺការយកថ្មពីរមកកកិតគ្នាដើម្បីបង្កើតបានជាផ្កាភ្លើងដែលអាចបញ្ឆេះភ្លើងទៅលើស្មៅស្ងួតបានក្រុមគ្រួសារបានអង្គុយនៅមុខភ្លុកភ្លើងដើម្បីនិយាយគ្នាអំពីការប្រម៉ាញ់និងការរក្សាសុវត្ថិភាពភ្លើងបានធ្វើឲ្យមនុស្សមានភាពជិតស្និទ្ធគ្នានិងបានផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់មនុស្សជាតិជារៀងរហូត